Chủ điệp số số sài này tăngគ្នាខ្ញុំឈ្មោះ Sigma Welcome to Basic Human Talk កាលពីវីដេអូមុនយើងបាននិយាយគ្នាអំពីដំណាក់កាលទី1នៃដំណាក់កាលទាំង5របស់បេះដូងយើងដែលមានឈ្មោះថា The Dark Heart ហើយការជជែកគ្នានេះគឺបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា The Hidden Power of the Five Heart ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មើលវីដេអូទី1ទេខ្ញុំនឹងដាក់ link ខាងក្រោមដើម្បីឲ្យអ្នកទាំងអស់គ្នាចូលទៅមើលដំណាក់កាលដំបូងដែលមានឈ្មោះ The Dark Heart ដោយសារពីដំណាក់កាលមួយទៅដំណាក់កាលមួយវាមានការតបជាប់គ្នាអញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ស្ដាប់វីដេអូទី1ទេមកស្ដាប់វីដេអូទី2វាអាចមានការconfusing អញ្ចឹងណាហើយវីដេអូនេះយើងនឹងជជែកគ្នាអំពីដំណាក់កាលទី2ដែលយើងឆ្លងចេញពីដំណាក់កាល The Dark Heart ដែលមានឈ្មោះថា The Propel Heart ហើយនៅក្នុងPropel Heart នេះនិយាយឲ្យស្រួលស្ដាប់ទៅគឺដូចជានៅក្នុងដំណាក់កាល Dark Heart យើងមានដុំថ្មធ្ងន់ៗនៅក្នុងកប៉ៅខៅរបស់យើងដំណាក់កាលនេះគឺយើងចាប់ផ្ដើមដកដុំថ្មនោះចេញពីក្នុងកប៉ៅខៅរបស់យើងហើយយើងបន្តដំណើរទៅមុខទៀតហើយទី2គឺយើងដឹងហើយនៅពេលបើសិនជាអ្នកទាំងអស់គ្នាបានស្ដាប់វីដេអូទី1នៅក្នុង The Dark Heart គឺខួរក្បាលហើយនិងបេះដូងគឺវា lost communication ហើយវាមានការតំណងគ្នាឬក៏ synchronize មួយគ្នាទេនៅពេលដែលយើងឆ្លងមកដល់ដំណាក់កាលទី2នេះដែលមានឈ្មោះថា Propel Heart គឺខួរក្បាលហើយនិងបេះដូងគឺចាប់ផ្ដើមមានការតំណងគ្នាជាលើកដំបូងលោកស្រី Kimberly បាននិយាយថានៅក្នុងដំណាក់កាលទី2នេះគឺជាដំណាក់កាលមួយដែលយើង awaken មានន័យថាយើងចាប់ផ្ដើមភ្ញាក់ខ្លួនហើយមានសំណួរជាច្រើនសួរខ្លួនឯងថាចង់ធ្វើអីចង់បានអីចង់ធ្វើសកម្មភាពអីហើយចង់ផ្លាស់ប្ដូរជាដំណាក់កាលមួយដែលមានអារម្មណ៍ជាច្រើនចូលក្នុងពេលតែមួយវាដូចយើងនៅក្នុងបន្ទប់ងងឹតជាយូរមកហើយទើបតែបើកទ្វារឃើញភ្លឺថ្ងៃលើកដំបូងអញ្ចឹងទៅយើងមានអារម្មណ៍ថាយើងសប្បាយអនឹងភ្លឺថ្ងៃហ្នឹងវាទៅជា overwhelm អញ្ចឹងទៅបានជាគាត់ថាដំណាក់កាលទី2នេះគឺជាដំណាក់កាលដែលគ្រោះថ្នាក់ហើយទាមទារការអត់ធ្មត់ខ្លាំងណាស់ព្រោះដោយសារអីបើសិនជាយើងគ្រប់គ្រងខ្លួនឯងបានទេយើងងាយស្រួលក្នុងការធ្លាក់ទៅក្នុងដំណាក់កាលទី1វិញដែលមានឈ្មោះថា The Dark Heart ហ្នឹងវាដូចជាយើងគិតថាយើងជាហើយអញ្ចឹងណាយើងនៅក្នុងបន្ទប់ខ្មៅងងឹតយូរទៅយើងបានចេញមកយើងយល់ថាយើងជាសះស្បើយអញ្ចឹងបានជាគាត់សង្កត់ធ្ងន់ខ្លាំងណាស់ថាដំណាក់កាលទី2ហ្នឹងជាដំណាក់កាលដែល determine ថាយើងឆ្លងទៅដល់ដំណាក់កាលទី5ឬក៏អត់ពីព្រោះយើងទៅតែឆ្លងពីដំណាក់កាលខ្មៅនឹងមកហើយយើង pick up new habit ឬក៏ធ្វើរឿងផ្សេងៗថ្មីច្រើនលើសលប់ពេកអញ្ចឹងទៅធ្វើឲ្យគូក្បាលនិងបេះដូងរបស់យើងនឹងវាចាប់ផ្ដើមតំណគ្នាប៉ុន្តែវានៅតែអត់ synchronize វាអត់ align គ្នាបានទេដោយសារអីដោយសារតែគូក្បាលចង់ឲ្យយើង do more ធ្វើរឿងច្រើនពីព្រោះយើងឃើញពលឺថ្ងៃហើយអញ្ចឹងណាមានក្តីសង្ឃឹមថ្មីចឹងទៅប៉ុន្តែនៅពេលដែលយើងដក clear ហើយស្ដាប់បេះដូងរបស់យើងនឹងយល់ថាអា do more ហ្នឹងវាអត់សំខាន់ដូចជា do what matter ទេគាត់ហៅដំណាក់កាលមួយហ្នឹងថា confusing stage ណាដូចយើងមានអារម្មណ៍ថាយើងចង់រៀនអីថ្មីប៉ុន្តែយើងនៅតែមានអារម្មណ៍មួយថា overthinking ហើយទោះបីជាយើងព្យាយាមផ្លាស់ប្ដូរធ្វើរឿងថ្មីដូចជាទៅហាត់ប្រាណទៅ change diet របស់យើងប៉ុន្តែយើងនៅតែមានអារម្មណ៍មួយថាយើង restless ឬមួយក៏មួយវិញទៀតគឺយើងមានអារម្មណ៍ថាយើងបញ្ញាប់យើងមានអារម្មណ៍ថាយើងត្រូវធ្វើរឿងថ្មីដោយសារអីយើងអត់នៅក្នុងអណ្ដាខៈហ្នឹងទៀតទេខួរក្បាលរបស់យើងនៅតែរុញយើងឲ្យទៅធ្វើរឿងចាស់ទម្លាប់ចាស់ពីព្រោះយើងសាំនឹងទម្លាប់ចាស់ដែលយើងបានធ្វើកន្លងមកប៉ុន្តែបេះដូងរបស់យើងនៅពេលដែលយើងដក clear ហើយស្ដាប់បេះដូងរបស់យើងនៅក្នុងដំណាក់កាលនេះយើងនឹងឃើញរឿងផ្សេងដែលយើងអាចរៀនបាននៅពេលដែលយើង still ណាស់យើងអត់បញ្ញាប់ពេកអញ្ចឹងហើយបានគាត់លើក quote មួយដែលនិយាយថា when the student is ready the teacher will show up នៅពេលដែលយើងធ្វើអីបញ្ញាប់មានន័យថាយើងអត់បានមើលឃើញរឿងអីដែលយើងត្រូវរៀនទេប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមដក clear ហើយ stillness នៅឲ្យស្ងៀមហើយស្ដាប់បេះដូងរបស់យើងនឹងរួចរាល់ក្នុងការរៀនមេរៀនថ្មីនៅក្នុងដំណាក់កាលនេះដូចជាការដឹងថានៅពេលដែលយើងផ្លាស់ប្ដូរពីដំណាក់កាល Dark Heart មក Propel Heart នេះសូម្បីតែ hormone របស់យើងក៏ផ្លាស់ប្ដូរដែរមានន័យថាយើងធ្លាប់នៅក្នុងដំណាក់កាលមួយដែលមាន hormone stress hormone ខ្ពស់ដូចជា
ធ្វើឲ្យ body យើង change យើង stress ច្រើនយើងគិតច្រើននឹងក៏តើទៅនឹងរឿង hormone ដែរហើយអា stress hormone ហ្នឹងវានៅក្នុងដំណាក់កាល dark heart តែនៅពេលដែលយើងឆ្លងមក hormone របស់យើងបាន change ទៅ good hormone ហ្នឹងវាធ្វើឲ្យយើង decline anxiety stress ហ្នឹងបញ្ចុះមកប៉ុន្តែនៅពេលដែលយើងអត់ឈប់ដើម្បី experience អាហ្នឹងទេយើងបញ្ញាប់ហ្នឹងសូម្បីតែ hormone យើងក៏ផ្លាស់ប្ដូរអត់ទាន់ដែរហើយនៅក្នុងដំណាក់កាលនេះគាត់បាន offer practice 2ធំហើយបើសិនជាអ្នកនរនេះស្ដាប់វីដេអូមុនគឺគាត់អ្នកស្រី Kimberly ហ្នឹងគឺ big fan ជាមួយនឹងអាការដកដង្ហើមពីព្រោះបើយើងគិតតែមែនទែនទៅយើងភ្លេចស្ដាប់ដង្ហើមចេញចូលរបស់យើងសូម្បីតែខ្ញុំក៏ដោយយើងចេះតែយល់ថាយើងនៅរស់អញ្ចឹងទៅយើងប្រកាសជាដកដង្ហើមហើយប៉ុន្តែនៅពេលដែលយើងដក clear ស្ដាប់ដង្ហើមរបស់យើងហើយយើងដកដង្ហើមដោយមានការ practice ត្រឹមត្រូវគឺវាខុសពីយើងអត់ aware ថាយើងដកដង្ហើមអាហ្នឹងគឺជា practice ទី1ដែលចម្បងយើងត្រូវ aware ថាកាលយើងដកដង្ហើមចេញដកដង្ហើមចូលហ្នឹងវាត្រឹមត្រូវឬអត់ហើយវិធីសាស្ត្រទី2ដែលគាត់ចង់ឲ្យយើងអនុវត្តគឺការ journal ការសរសេរនៅក្នុង journal របស់យើងហើយគាត់រំលឹកយើងថា journal នេះគឺអត់មាន judgment ទេគឺសង្កត់ធ្ងន់លើ honesty ជាង perfection ចឹងមានន័យថាបើយើងមានអារម្មណ៍អីយើងចង់ធ្វើអីគឺយើងកាត់ចូលក្នុង journal របស់យើងហើយកុំចាត់ថាខ្លួនឯងសរសេរនេះអត់ត្រូវសរសេរនោះអត់ត្រូវគឺគោលបំណងធំគាត់ចង់ឲ្យយើងសរសេរវាចេញមកហើយមួយទៀតដែលគាត់សង្កត់ធ្ងន់នោះគឺនៅពេលដែលយើងចាប់ដើមឆ្លងមកដល់ដំណាក់កាលនេះយើងចង់ plan ចង់អីspecific ខ្លាំងណាស់ដែលថាយើងចង់លូតលាស់ចង់ change គាត់បានប្រាប់យើងថាឲ្យយើង aware ថា plan វា helpful ប៉ុន្តែវាអត់មានជាមូលដ្ឋានគ្រឹះដែលយើងត្រូវតែ follow ដាច់ខាតទេនៅពេលដែលយើងនិយាយពាក្យថាដាច់ខាតនៅពេលដែល plan នឹងវាអត់ go as we expected យើងនឹងមានការខកចិត្តខ្លាំងហើយងាយរងគ្រោះក្នុងការធ្លាក់ចូលទៅក្នុងដំណាក់កាល dark heart វិញអញ្ចឹងទៅយើងរៀន let go ហើយយើងរៀនflexible កុំឲ្យ plan ហ្នឹងវា dictate ថាយើងត្រូវទៅធ្វើកខគូខដាច់ខាតនៅពេលដែលយើងចាប់តាម plan ហើយវាអត់ដំណើរការដូចដែលយើងរំពឹងទុកយើងនឹងចាប់តាមមានអា chaotic energy នឹងចូលមកនៅពេលដែលយើងមានអា chaotic energy ចូលមកយើងចាប់តាមស្មុគស្មាញខ្លាំងហើយមើលឃើញទៅពិភពលោកចាប់តាមខ្មៅម្ដងតិចអញ្ចឹងទៅនៅពេលដែលយើងក្នុងដំណាក់កាលមួយដែលយើងកំពុងតែព្យាបាលខ្លួនឯងយើងត្រូវធ្វើរឿងផ្សេងជាច្រើនដើម្បី limit ខ្លួនឯងធ្វើម៉េចកុំឲ្យធ្លាក់ចូលក្នុងអា back routine ហ្នឹង speed វាអត់សំខាន់ដូចជា awareness ទេហើយ honesty វាសំខាន់ជាង perfection នៅក្នុង stage ហ្នឹងនៅក្នុងដំណាក់កាលនេះយើងមានជំរើសថាតើយើងចង់ fall back ទៅ old pattern old habit ហ្នឹងហើយធ្លាក់ចូលក្នុង dark heart ហ្នឹងវិញឬក៏យើងត្រៀមខ្លួនរួចរាល់ដើម្បីចូលទៅដំណាក់កាលទី3ទី4ទី5ដែលមានពលឺល្អទៅហ្នឹងគ្រប់ជារួមទៅដំណាក់កាល prepare ជាដំណាក់កាលដែលស្រស់ស្អាតមែនទែនដោយសារតែជាដំណាក់កាលមួយដែលយើងអាចរៀនសូត្រយើងមាន awareness ហើយយើងអាចត្រៀមខ្លួនបានក្នុងការឆ្លងកាត់ទៅដំណាក់កាលទី3ដែលមានឈ្មោះថា the steady heart ហ្នឹងហើយដំណាក់កាលនេះគឺខ្ញុំសង្ខេបមកឃ្លីចុងក្រោយគឺចង់ឲ្យអ្នកទាំងគ្នាសង្កត់ធ្ងន់ស្ដាប់បេះដូងហើយនឹងខួរក្បាលបានត្រឹមត្រូវហើយចាំថាurgency ហើយនឹង speed ធ្វើអីលឿនហ្នឹងវាអត់ប្រកាសថាជារឿងមួយដែលយើងត្រូវធ្វើទេអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅក្នុងវីដេអូនេះហើយយើងនឹងជជែកគ្នាអំពី steady heart នៅក្នុងវីដេអូទី3 Thank you so much